ថ្ងៃនេះចង់ណែនាំអារម្មណ៍ពុកម៉ែបងប្អូនយើងឲ្យបានស្គាល់ឧបករណ៍បាញ់សម្លាប់មូសបើក៏ដូចជាបាញ់សម្លាប់សត្វល្អិតឧបករណ៍មួយនេះមិនសំដៅទៅលើរោងចក្រឬក៏ក្រុមហ៊ុនធំៗនោះទេសូម្បីតែពុកម៉ែបងប្អូនយើងមានគ្រួសារមានផ្ទះក៏យើងអាចជាវយកទៅប្រើប្រាស់បានដើម្បីធ្វើការបាញ់សម្លាប់មូសក៏ដូចជាសត្វល្អិតផ្សេងៗដោយសាររដូវនេះគឺសម្បូរសត្វល្អិតក៏ដូចជាសម្បូរមូសខ្លាំងមែនទែនបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាបើចាប់អារម្មណ៍ជាមួយនឹងឧបករណ៍បាញ់សម្លាប់មូសក៏ដូចជាបាញ់សម្លាប់សត្វល្អិតនេះបងប្អូនអាចធ្វើការតាក់ទងមកខ្ញុំបាទផ្ទាល់តាមរយៈលេខ Telegram ក៏ដូចជាលេខទូរស័ព្ទឬផ្ទាំង banner ស្រាប់តែម្ដងនៅពេលដែលបងប្អូនយើងជាវជាមួយនឹងឧបករណ៍មួយនេះបើក្រុមការងារបើក៏ដូចជាជាងបើគាត់បានជម្រាបពីរបៀបប្រើប្រាស់ពីរបៀបទុកដាក់ជាមួយនឹងឧបករណ៍មួយនេះឲ្យបានល្អត្រឹមត្រូវអរគុណអ្នកទាំងអស់គ្នាដែលចំណាយពេលវេលាទស្សនាវីដេអូមួយនេះ